សួស្តីបងប្អូនទាំងគ្នាបងប្អូនគឺបានដឹងស្រាប់ហើយអំពីរឿងដែលខ្ញុំបានបាត់ទៅអត់រយៈពេលជាច្រើនខែបើកាត់ទៅគឺវាប្រហែលជាចូល7ខែឯណោះហើយខ្ញុំក៏បានឃើញមានបងប្អូនជាច្រើនណាស់ពួកគាត់បានធ្វើការជូនពរនិងមានការនឹករលឹកដល់ខ្ញុំជាខ្លាំងខ្ញុំពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាមែនតើដែលបងប្អូននៅកាត់គូពីខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំក៏សម្រេចចិត្តត្រឡប់មកវិញដើម្បីចេញវីដេអូមួយនេះដោយសារតែខ្ញុំបានឃើញថាមួយពិភពលោករបស់យើងក្នុងពេលនេះគឺកំពុងតែមានជួបនៅវិបត្តិយ៉ាងខ្លាំងហើយសហរដ្ឋអាមេរិកក៏បានដាក់ពន្ធយ៉ាងខ្ពស់ទៅលើប្រទេសកម្ពុជាផងដែរបងប្អូនការពិតទៅខ្ញុំមិនចង់ចេញវីដេអូបន្តទៀតអ្វីនោះទេអ្វីដែលខ្ញុំបានធ្វើនិងបានផ្ដល់ជាគំនិតគឺខ្ញុំបានធ្វើទៅអស់ហើយដែលវាមានរាប់រយវីដេអូឯណោះប៉ុន្តែការដែលយើងដកខ្លួនចេញទៅបាត់វាមិនមែនជារឿងងាយស្រួលនោះទេដោយសារតែខ្ញុំបានឃើញថានៅមានបងប្អូនខ្មែរជាច្រើនណាស់ពួកគាត់គឺនៅត្រូវការកំណត់ពីខ្ញុំបន្តទៀតជាពិសេសប្រៀបដូចជាក្នុងពេលវេលានេះអញ្ចឹងដែលវាកំពុងតែមានរឿងអាសន្នខ្ញុំក៏សម្រេចចិត្តត្រឡប់មកវិញដើម្បីធ្វើវីដេអូនេះដើម្បីចែករំលែកកំណត់ខ្លះៗជូនដល់បងប្អូនទាំងអស់គ្នាតែម្ដងទៅនៅក្នុងវីដេអូនេះមានពីរផ្នែកទី1តើហេតុអ្វីបានជាសហរដ្ឋអាមេរិកចាប់ផ្ដើមមានសង្គ្រាមពាណិជ្ជកម្មដាក់ពន្ធនាំចូលទៅលើមួយពិភពលោកផ្នែកទី2ដំណោះស្រាយអំពីរឿងហ្នឹងសម្រាប់ប្រទេសតូចៗពេលនេះខ្ញុំសូមបញ្យកបងប្អូនអំពីផ្នែកទី1តើមានបងប្អូនណានៅចាំវីដេអូមួយនេះរបស់ខ្ញុំដែរទេដែលនិយាយអំពីអនាគតអាស៊ីអាគ្នេយ៍ដែលខ្ញុំបាននិយាយប្រហែលជា7ឆ្នាំមុននៅក្នុងវីដេអូហ្នឹងខ្ញុំបានវិភាគថាសហរដ្ឋអាមេរិកនឹងឈានចូលទៅផ្លូវឯកនិយមម្ដងបន្តិចមកដល់ពេលនេះអ្វីដែលខ្ញុំបានវិភាគគឺវាបច្ចុប្បន្នកើតឡើងពិតមែនគ្រាន់តែវាលឿនជាងការរំពឹងទុករបស់ខ្ញុំឥឡូវនេះខ្ញុំសូមនិយាយអំពីប្រវត្តិសាស្ត្របន្តិចក្រោយពីសង្គ្រាមលោកលើកទី2បានបញ្ចប់សហរដ្ឋអាមេរិកក៏បានបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីសម្រាប់មួយពិភពលោកសណ្ដាប់ធ្នាប់ថ្មីនេះគឺធ្វើយ៉ាងម៉េចដើម្បីការពារកុំឲ្យមួយពិភពលោកចេះតែមានបង្កើតសង្គ្រាមជាមួយគ្នាទៀតកុំឲ្យចេះតែដើរវាយគ្នាទៀតដូច្នេះសហរដ្ឋអាមេរិកក៏បានបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឲ្យមួយពិភពលោកធ្វើពាណិជ្ជកម្មរកស៊ីជាមួយគ្នាបានដោយសេរីសហរដ្ឋអាមេរិកបានបើកទីផ្សាររបស់ខ្លួនដើម្បីឲ្យប្រទេសទាំងអស់ទូទាំងពិភពលោកអាចចូលមករកស៊ីរកប្រាក់ចំណេញបានយ៉ាងកប់កប់ពីសហរដ្ឋអាមេរិកបានដែលអាមេរិកយកពន្ធស្ទើរតែស្មើ0ប្រព័ន្ធដែលសហរដ្ឋអាមេរិកបានបង្កើតនេះវាពិតជាដំណើរការបានល្អពិតមែន70ឆ្នាំមកហើយមួយពិភពលោកមនុស្សចង់រាប់ពាន់លាននាក់គឺពិតជាបានចាក់ចែងពីភាពក្រីក្រពិតមែនបើមុនហ្នឹងគឺមនុស្សរស់នៅគ្មានសម្លៀកបំពាក់គ្មានម្ហូបអាហារគ្មានយានជំនិះគ្មានជាអសរគ្មានថ្នាំសង្កូវលាក់នឹងលាក់គឺចេះត្រឹមតែកាប់សម្លាប់គ្នានិងផ្លន់ដីគ្នាទៅវិញទៅមកតែប៉ុណ្ណោះប៉ុន្តែឥឡូវដល់ពេលមានអគារមានរថយន្តមានអេឡិចត្រូនិកមួយពិភពលោកក៏បានផ្លាស់ប្ដូរអត្តចរិតការឆ្លើយខ្លាំងជាងមុនល្មើគុណខ្លាំងជាងមុនហើយក៏បានបំភ្លេចប្រវត្តិសាស្ត្រដោយមិនដឹងខ្លួនថាខ្លួនឯងសពថ្ងៃនេះតើរពឹងដង្ហើមអ្នកណាគេដើម្បីបានដកបងប្អូនរឿងដែលមួយពិភពលោកមានការផ្លាស់ប្ដូរអត្តចរិតទៅជាបែបហ្នឹងគឺយើងអាចព្យាករដឹងមុនបានមិនមែនមិនអាចដឹងនោះទេដោយពាក្យមួយបាននិយាយថាខំឲ្យមហូបឆ្កែស៊ីហើយឆ្កែក៏ខាំដៃយើងវិញក្នុងមួយប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងគឺមានតែសហរដ្ឋអាមេរិកមួយគត់ដែលបានជួយរំដោះប្រទេសពីមួយពិភពលោករួចហើយគឺមិនទុកកាន់កាប់ទឹកដីរបស់គេនោះទេគឺផ្ដល់ប្រទេសឲ្យទៅវិញទាំងអស់គ្នាមិនត្រឹមតែប៉ុណ្ណេះទេសហរដ្ឋអាមេរិកថែមទាំងបានជួយសាងសង់ប្រទេសឲ្យពួកគេថែមទៀតផងផ្ដល់សម្លៀកបំពាក់ផ្ដល់ម្ហូបអាហារផ្ដល់ថវិកានិងផ្ដល់ឲ្យពួកគេបានរកស៊ីដោយសេរីជាមួយនឹងសហរដ្ឋអាមេរិកទៀតបងប្អូនសាកអ្នកដែលបានដៃទៅលើគេហ្នឹងគឺជាពួកសាកអាស៊ីដូចជាចិនឬជប៉ុនគឺបំតែទុកទឹកដីរបស់គេហ្នឹងធ្វើជាចក្រភពជាមិនខាននិងឲ្យគេធ្វើជាទេសកលឲ្យខ្លួនឯងតែម្ដងសហរដ្ឋអាមេរិកបានលះបង់ជួយដល់ប្រទេសពេញមួយពិភពលោកចូលជិត80ឆ្នាំមកហើយសហរដ្ឋអាមេរិកមិនអាចបន្តទៅធ្វើបែបហ្នឹងបានទៀតនោះទេព្រោះតែខាត$1000ជារៀងរាល់ឆ្នាំបងប្អូន$1000នេះគឺវាស្មើនឹង$1000គុណនឹង1000ដងនេះគឺខាតច្រើនខ្លាំងណាស់សហរដ្ឋអាមេរិកមិនអាចនៅបន្តឧបត្ថម្ភដល់មួយពិភពលោកបែបនេះបានទៀតនោះទេនេះហើយគឺជាមូលហេតុដែលសហរដ្ឋអាមេរិកត្រូវតែដំឡើងពន្ធនាំចូលនេះគឺគ្មានជំរើសទេក្នុង30ឆ្នាំនេះសហរដ្ឋអាមេរិកបានបាត់បង់រោងចក្រចង់100000ឯណោះផលិតអ្វីមិនចង់រួចពេលចង់បានរបស់អ្វីគឺសុទ្ធតែនាំចូលទាំងអស់សូម្បីតែចង់ផលិតគ្រឿងអាវុធក៏ត្រូវការនាំចូលគ្រឿងពីប្រទេសដទៃមកដែរទើបអាចផលិតរួចតើឲ្យមានឈ្មោះជាប្រទេសមហាអំណាចលេខ1បានយ៉ាងដូចម្ដេចបើគ្រាន់តែចង់ផលិតគ្រឿងអាវុធសំខាន់ក៏ត្រូវតែនាំចូលគ្រឿងពីប្រទេសគេមកដែរនោះនេះប្រសិនបើមានសង្គ្រាមកើតឡើងយ៉ាងតន់ហន់អីវាមិនចប់បាត់ទៅហើយទេឬ
នេះគឺជាមូលហេតុដែលសហរដ្ឋអាមេរិកលែងមានលទ្ធភាពអាចយកប៉ុនពីមួយពិភពលោកទៀតហើយសហរដ្ឋអាមេរិកគេធ្វើបែបនេះគឺដើម្បីបង្ខំឲ្យក្រុមហ៊ុនរបស់ពួកគេងាកមកបើករោងចក្រនៅក្នុងប្រទេសរបស់ខ្លួនឯងវិញឈប់ទៅបើករោងចក្រនៅប្រទេសគេទៀតបងប្អូនភាគច្រើនគឺសុទ្ធតែបានដឹងស្រាប់ហើយអំពីអត្តចរិតរបស់មនុស្សនៅពេលដែលឃើញគេឈប់ផ្ដល់លុយឲ្យដែលអត់គិតថ្លៃទៀតឈប់ឲ្យបានកេងចំណេញទៅលើគេទៀតគឺគេនឹងអស់ស្រឡាញ់ហើយពេលនៅបានអីដែលអត់គិតថ្លៃគឺគេស្រឡាញ់ហើយពេលឈប់គឺគេនឹងជេរមួយពិភពលោកគេនឹងចេញព័ត៌មានឲ្យស្អប់សហរដ្ឋអាមេរិកបងប្អូននេះហើយគឺជាអត្តចរិតនៃមនុស្សជាតិយើងគឺវាបែបហ្នឹងហើយពេលនេះខ្ញុំសូមនិយាយអំពីចំណុចមួយអំពីប្រទេសដែលក្រីក្រដែលគេគិតថាវាមិនយុត្តិធម៌ទេប្រទេសដែលក្រីក្រពួកគេគិតថាពលរដ្ឋរបស់ខ្លួនគ្មានថវិកាដើម្បីទិញផលិតផលក្នុងស្រុករបស់ខ្លួនឯងដើម្បីជួយពង្រឹងសេដ្ឋកិច្ចនោះទេគឺពួកគេគិតថាត្រូវតែខិតខំផលិតផលិតផលដើម្បីនាំចេញទៅលក់នៅក្រៅប្រទេសទើបអាចមានបានបែបនេះគឺគេហៅថាជាប្រភេទសេដ្ឋកិច្ចនាំចេញការកាត់បែបនេះគឺខុសសេដ្ឋកិច្ចនាំចេញវាមិនបានធ្វើឲ្យប្រទេសនោះក្លាយទៅជាប្រទេសអ្នកមាននោះទេផតតាំងគឺយើងទាំងអស់គ្នាបានឃើញរួចហើយប្រទេសខ្លះបានធ្វើខ្លួនជាសេដ្ឋកិច្ចនាំចេញសឹងតែពេញមួយជីវិតហើយក៏នៅតែក្រ30ឆ្នាំទៅ40ឆ្នាំហើយក៏នៅតែក្រចង់នាំចេញ100ឆ្នាំទៅមុខទៀតក៏នៅតែក្រហើយទោះបីជាទំហំនាំចេញវាបានកើនឡើងលើ100ដងលើពីពេលបច្ចុប្បន្ននេះទៀតក៏នៅតែក្រីក្រដដែលហ្នឹងពីព្រោះតែកន្លឹះដើម្បីបានខ្លាចទៅជាប្រទេសអ្នកមានវាមិនមែនជាសេដ្ឋកិច្ចនាំចេញទេផ្ទុយមកវិញវាគឺជារបៀបគ្រប់គ្រងធនធាននៅក្នុងប្រទេសនោះប្រកបដោយប្រសិទ្ធភាពទៅវិញទេនេះគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចទេពទៅនៅក្នុងโลกយ៉ាងនេះវាគ្មានទេប្រទេសដែលក្រីក្រតែវាគឺជាប្រទេសដែលធ្វើការគ្រប់គ្រងធនធានរបស់ខ្លួនឯងមិនបានត្រឹមត្រូវទៅវិញទេទើបបានជាធ្វើឲ្យប្រទេសរបស់ខ្លួនឯងក្រីក្រអញ្ចឹងបងប្អូនប្រទេសបែបអញ្ចឹងគឺមានច្រើនណាស់មានចង់50ទៅ60ប្រទេសឯណោះអ្វីដែលធ្វើឲ្យប្រទេសមួយមិនមានប្រសិទ្ធភាពគឺបងប្អូនទាំងអស់គ្នាសុទ្ធតែបានយល់ឲ្យខ្លួនឯងហើយដោយមិនចាំបាច់ឲ្យខ្ញុំនិយាយប្រាប់អ្វីនោះទេចំណុចដែលខ្ញុំចង់ផ្ដោតនោះគឺថាដើម្បីឲ្យប្រទេសមួយបានក្លាយទៅជាប្រទេសអ្នកមានគឺវាមិនបានទាមទារថាប្រទេសនោះតតែជាប្រទេសដែលមានសេដ្ឋកិច្ចនាំចេញទើបអាចបានក្លាយទៅជាប្រទេសអ្នកមាននោះទេប្រទេសដែលក្រីក្រទាំងអស់នោះគ្រាន់តែត្រូវការឲ្យមនុស្សទាំងអស់ទូទាំងប្រទេសចេះមានការប្រព្រឹត្តទង្វើល្អចំពោះគ្នាទៅវិញទៅមកដោយមានភាពយុត្តិធម៌និងឲ្យបានល្អទៅគឺវានឹងអាចជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានហើយនិងបញ្ឈប់រកអំពើពុករលួយវាត្រូវការតែប៉ុណ្្នឹងទេវាសាមញ្ញណាស់ឥឡូវនេះសហរដ្ឋអាមេរិកគេបានសម្រេចចិត្តថាបិទទ្វារហើយដូច្នេះមួយពិភពលោកគឺត្រូវតែចេះរៀនពីរបៀបរស់នៅដោយខ្លួនឯងឈប់ញៀននឹងការលក់របស់របរទៅសហរដ្ឋអាមេរិកទៀតត្រូវចេះរៀនរស់ជួយខ្លួនឯងកុំចាំតែពឹងគេតើប្រព័ន្ធសកលពិភពពាណិជ្ជកម្មនឹងបញ្ចប់ដែរឬទេខ្ញុំគិតថាអត់ទេខ្ញុំមានហេតុផល4យ៉ាងហេតុផលទី1មួយពិភពលោកអាចកើតមានការខឹងសម្បារពិតមែនប៉ុន្តែពួកគេនៅតែរកស៊ីជាមួយនឹងសហរដ្ឋអាមេរិកដដែលហ្នឹងហេតុផលទី2មានតែប្រទេសចំនួន2តែប៉ុណ្ណោះដែលចេះផលិតយន្តហោះពាណិជ្ជកម្មបាននោះគឺជាសហរដ្ឋអាមេរិកនិងប្រទេសបារាំងដូច្នេះមួយពិភពលោកនៅតែត្រូវការទិញយន្តហោះទាំងអស់ហ្នឹងនិងត្រូវការមើលមុខគ្នានិយាយជាមួយគ្នាដដែលហេតុផលទី3មួយពិភពលោកនៅតែត្រូវការសហរដ្ឋអាមេរិកដើម្បីឲ្យជួយការពារខ្លួនពីសត្រូវរបស់ពួកគេសត្រូវនោះគឺមិនបានបាត់តាណាទេគេនៅតែនៅទីនឹងដដែលមហិច្ឆតារបស់គេគឺនៅតែមានដដែលមិនបានប្រែប្រួលទេទោះបីជាសហរដ្ឋអាមេរិកដំឡើងពន្ធដល់ណាក៏ពួកគេនៅតែទទួលយកដែរហេតុផលទី4មួយពិភពលោកនៅតែគ្មានជំរឿអ្វីឲ្យមកចំនួនប្រាក់ដុល្លារអាមេរិកបានទេពួកគេនៅតែជ្រើសរើសប្រើប្រាស់ប្រាក់ដុល្លារដដែលទោះបីជាពួកគេមានការខឹងសហរដ្ឋអាមេរិកខ្លាំងប៉ុណ្ណាក៏ដោយពេលនេះខ្ញុំសូមចូលដល់ផ្នែកទី2ដែលជាដំណោះស្រាយសម្រាប់ប្រទេសតូចៗនៅពេលដែលប្រទេសមួយធ្វើការសម្រេចចិត្តអំពីរឿងសេដ្ឋកិច្ចគឺពួកគេប្រើប្រាស់នៅឧបករណ៍2យ៉ាងទី1គឺគោលនយោបាយរូបិយវត្ថុទី2គឺគោលនយោបាយសារពើពន្ធសម្រាប់គោលនយោបាយរូបិយវត្ថុខ្ញុំគិតថាវាប្រហែលជាចាំបាច់ក្នុងការកែសម្រួលនៃអត្រាប្តូរប្រាក់ដើម្បីបន្ទន់តម្លៃនាំចេញប៉ុន្តែការធ្វើការកែប្រែតម្លៃរូបិយប័ណ្ណនេះគឺកែប្រែម្ដងបន្តិចម្ដងមិនអាចកែម្ដងយកខ្លាំងតែម្ដងទេដូចជាក្នុងពេលកែម្ដងគឺត្រឹមតែ 3% ទៅ 4% អ្វីតែប៉ុណ្ណោះហើយធ្វើការកែវាជារៀងរាល់ឆ្នាំម្យ៉ាងទៀតនិយាយតាមត្រង់ចុះប្រជាពលរដ្ឋនៅក្នុងប្រទេសដែលក្រីក្រខ្លះមនុស្សភាគច្រើនគឺគ្មានលុយដើម្បីទៅដើរលេងនៅក្រៅប្រទេសនិងចាយលុយអ្វីទេ
ដូច្នេះមិនត្រូវការឲ្យរូបិយប័ណ្ណរបស់ខ្លួនឯងខ្លាំងអ្វីនោះទេពេលនេះខ្ញុំសូមនិយាយអំពីគោលនយោបាយសារពើប៉ុនម្ដងមានប្រទេសច្រើនណាស់នៅពេលដែលក្រុមហ៊ុននាំចេញរបស់ពួកគេមានជួបនូវបញ្ហាជួបនូវវិបត្តិនៅពេលនោះរដ្ឋាភិបាលរបស់ពួកគេគឺតែងតែផ្ដល់ប្រាក់ឧបត្ថម្ភខ្លះដើម្បីជួយដល់ពួកគេប៉ុន្តែមិនមែនប្រទេសទាំងអស់សុទ្ធតែមានថវិកាដើម្បីយកទៅជួយដល់ក្រុមហ៊ុនដែលកំពុងតែមានជួបបញ្ហានោះទេបងប្អូនដំណោះស្រាយទាំងអស់នេះគឺមានដែនកំណត់វាមិនជួយបាន100%នោះទេវាមិនអាចជួយព្យាបាលបានសម្រាប់ប្រទេសណាដែលមានជំងឺយ៉ាងធំដែលបានចាក់ស្រាយយ៉ាងជ្រៅឬទៅហើយនោះទេមិនថាប្រទេសតូចៗធ្វើអ្វីទេគឺសហរដ្ឋអាមេរិកនៅតែបន្តបិទទ្វារដដែលហ្នឹងពីព្រោះតែប្រទេសតូចៗទាំងអស់នោះវាគឺជាច្រកទ្វារខាងក្រោយរបស់ចិនការដាក់ពន្ធទៅលើមួយពិភពលោកនេះវាគឺជាល្បែងដ៏ធំមួយដែលសហរដ្ឋអាមេរិកកំពុងតែលេងទេបងប្អូនអ្វីដែលកំពុងកើតឡើងនៅក្នុងពេលនេះវាគឺជាអ្វីដែលគួរឲ្យកត់សម្គាល់កាលពី80ឆ្នាំមុនសហរដ្ឋអាមេរិកគឺជាអ្នកបង្កើតសន្តិភាពពិភពលោកថ្មីដល់ពេលនេះសហរដ្ឋអាមេរិកខ្លួនឯងក៏ជាអ្នកបំផ្លាញសន្តិភាពនឹងចោលវិញហើយនៅក្នុងពេលនេះសហរដ្ឋអាមេរិកក៏កំពុងតែត្រៀមនឹងបង្កើតសន្តិភាពពិភពលោកថ្មីម្ដងទៀតដែលវាមិនស្លូតដោយសន្តិភាពចាស់នោះទេសូមអរគុណ